thằng lơ đấy tụi bọn không cụ tha đặt son cho thằng lơ bàn tay bị ở trần tích để cho anh bọc rư hai giờ mẹ phòng xe anh mẹ phòng xe một tiền chẳng và សង្ឃឹមថាពុកម៉ែបងប្អូនមកជួយវត្តនាងខ្មែរទាំងអស់គ្នាទោះបីលោកគ្រូអត់នៅបែបដងគាត់ចិត្តគាត់គឺនៅហើយវាច្រើនគាត់និមន្តមកលេងរហូត chơi người lên សាលាចាស់ហ្នឹងហេតុអីបានវាយចេញលោកគ្រូ ผมโรงได้เถอะก็สร้างไม่ได้สร้างจะรีให้ ជ្រាហើយ ทางเลอนุประพิดานแต่ซ้อนนุก็มันสรัวให้นี่ขาต่อเมาเต้ทางของมันบอกคือบอกไอเต้ អូអត់មានបានបោកគ្រឹះទេ បាទយូរ ហើយ ឆ្នាំ សំខាន់ ហើយ វាជ្រាទៀត បាទប្រហែលជាសប្បុរសបានយល់បានដឹងរឿងរ៉ាវនេះមួយចំនួនធំហើយគ្រាន់ថាឧបដ្ឋានសាលានេះនឹងបន្តការសាងសង់នៅចូលឆ្នាំខ្មែរហើយចឹងឥឡូវនេះយើងទុកសិនដល់ចូលឆ្នាំខ្មែរហើយយើងចាប់ផ្ដើមសាងសង់ហើយសង្ឃឹមថាពុទ្ធបរិស័ទញោមញាតិទាំងអស់នឹងនៅតែជ្រះថ្លាជួយសាងសង់សាលាឆ្នាំនេះបានជាប្រយោជន៍សម្រាប់ការប្រពៃពិធីផ្សេងៗក្នុងសាសនាផងបាទនេះកន្លែងនេះដែល នៅហ្នឹងហ្មង បាទនេះកន្លែងនេះដែលធ្វើនេះមិនមែនធ្វើជាចិនត្រៃធ្វើបដិសននៅពេលដែលវាយសាលាចាស់នេះចេញ សាលាចាស់ហ្នឹងហេតុអីបានវាយចេញលោកគ្រូ ผมโรงได้เถอะก็สร้างไม่ได้สร้างจะรีให้ ជ្រាហើយ ทางเลอนุประพิดานแต่ซ้อนนุก็มันสรัวให้นี่ขาต่อเมาเต้ทางของมันบ้านบอกคือบอกไอเต้ អូអត់មានបានបោកគ្រឹះទេ បាទយូរ ហើយ ឆ្នាំ សំខាន់ ហើយ វាជ្រាទៀត បាទដល់ពេលលោកច្រើនយើងរូបសាលាឆាន់អត់មានកន្លែងលោកឆាន់អញ្ចឹងបានសម្រាប់ធ្វើកន្លែងនេះ នេះធ្វើប្រសង់ បាទធ្វើបដិសនដើម្បីលោកឆាន់អញ្ចឹងត្រូវរូបអានេះតសាងអានេះកន្លែងនេះសម្រាប់គេលោកឆាន់ អញ្ចឹងស្រាប់មកលោកគ្រូថ្ងៃនេះធ្វើវីដេអូហ្នឹងគឺសម្រាប់ឲ្យពុទ្ធបរិស័ទទាំងអ្នកណាចង់ឧបត្ថម្ភសាលាឆាន់នៅវត្តមានខ្មែរគឺខ្លាយទៅជាមួយនេះវិញគាត់ថាតែលោកមកឆាន់នៅនេះហើយបន្ទាប់មកសាងសង់ខាងនេះ បាទខាងនេះសាងសង់ថ្មីធ្វើពីរជាន់នេះក្នុងគម្រោងនេះ អូអត់មានកម្រងស្រាប់ បាទអូអស់ហើយដំបូលត្រូវកែបន្តិចទៀតអត់យកចំណុចហ្នឹងទេយ៉ាងរួចហើយហើយខាងក្រោមនេះមានខាងក្រោមដី ហើយឆាន់នៅនេះ បាទឆាន់អានេះ មួយជាន់ទេពីរជាន់ នេះមួយជាន់ដល់ផ្សេងនេះមួយជាន់នេះមានទេ ហើយឆាន់មានតែឆាន់នេះទេហើយក្រោមតាមបាន តាមដែរបានឬកន្លែងធ្វើកន្លែងចូលឡានខ្លះ អូតែទៅឲ្យចូលឡើង ព្រោះដីយើងវាដីទៅតូចបាទយើងឡើងតែខាងនេះទេខាងក្រោមនេះចុងតូចតិចទេ ខែ5គឺចូលមកទូទាំងប្រទេស ទៅ26.8 បាទខកទៅរកមានរៀនបន្ត ចាំ ដែរ សង្គមពុកម៉ែបងប្អូនជួយឧបត្ថម្ភមកធ្វើសាលាឆាន់នៅវត្តមានខ្មែរទាំងអស់គ្នាតែ1000ក្រេ អានេះបើអត់ដាក់ស្អីក៏អាចដាក់សម្ភារៈបានច្រើន បុតជាប់ព្រះច្រើនកន្លែង នេះពិធីខាងលើនេះដំបងខ្ញុំគូថាដាក់សន្និខាងលើប៉ុន្តែវាអស់ច្រើនពេកចិត្ត1លាន ចិត្ត1លានដុល្លារ ចឹងហើយបានពោលពិបាករឿងហ្នឹងហ្នឹងហើយតែមិនអីទេ បានសំបានប៉ុន្មានទេលោកគ្រូចិត្ត1លាន អត់តមានអីសំទេព្រោះចាំវាយសាលាឆាន់នេះចាំគិតទៀតហើយធ្វើអានេះសិនហើយលោកគុំនៅ សាលាឆាន់មួយចិត្ត1លាន វាច្រើនបុកគ្រឹះហើយយើងមានផ្លង់សេហើយនេះមានផ្លង់សេមួយទៀតចឹងអត់ច្រើនបាទ ពុកម៉ែបងប្អូនសាលាឆាន់ចិត្ត1លានដុល្លារអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនមកជួយវត្តនាងខ្មែរទាំងអស់គ្នាទោះបីលោកគ្រូអត់នៅបែបដងគាត់ចិត្តគាត់គឺនៅហើយវាច្រើនគឺគាត់និមន្តមកលេងរហូត ជើញមកលេង ចឹងលោកគ្រូអាចជួយទាមនេះតិចទៅ ហ្នឹងហើយខ្ញុំគិតថាប្រហែលជាសប្បុរសបានយល់បានដឹងរឿងរ៉ាវនេះមួយចំនួនធំហើយគ្រាន់ថាឧបដ្ឋានសាលានេះនឹងបន្តការសាងសង់នៅចូលឆ្នាំខ្មែរហើយចឹងឥឡូវនេះយើងទុកសិនដល់ចូលឆ្នាំខ្មែរហើយយើងចាប់ផ្ដើមសាងសង់ហើយសង្ឃឹមថាពុទ្ធបរិស័ទញោមញាតិទាំងអស់នឹងនៅតែជ្រះថ្លាជួយសាងសង់សាលាឆាន់នេះបានជាប្រយោជន៍សម្រាប់ការប្រពៃពិធីផ្សេងៗក្នុងសាសនាផងបាទអរគុណ យើងកំពុងថាយើងប្រើបានប្រហែលឆ្នាំ ហើយដល់ខ្ញុំងាប់បាត់ទៅដឹង អត់អីទេ100ឆ្នាំអត់ទៅណា មិនទៅណាទេ ឃើញថាថ្លៃមែនតែយើងប្រើបានចូល100ឆ្នាំ 100ឆ្នាំ អរគុណណាបង